Ngày nay nhâm đừng mau chạy rầm lấy pi rồi business xung rọc lối nơi lơ Facebook mình tha Facebook page ឬក៏ Facebook personal យើងអាចសុំរកលុយបានទាំងអស់អញ្ចឹងដើម្បីស្នើទៅកាន់ Facebook ដំបូងយើងបើក Facebook យើងមកហើយយើងចូលកន្លែងចុច3នៅខាងលើ profile យើងហ្នឹងដើម្បីមើលថាតើ account យើងគឺបានបើក professional mode នៅហើយសម្រាប់ account ដែលខ្ញុំយកមកបង្ហាញអ្នកនរគ្នានេះគឺជា account ដែលទើបតែបង្កើតថ្មីហើយខ្ញុំក៏បានបើក professional mode ហើយដែរអញ្ចឹងបើសិនជាអ្នកនរគ្នាអត់ទាន់បានបើកទេអ្នកនរគ្នាអាចបើកបានពេលបើកហើយវានឹងចេញទម្រង់ដូចនៅក្នុងវីដេអូហើយអ្នកនរគ្នាចុច dashboard ទៅហើយបន្ទាប់មកចុច monetize ហើយយកកន្លែង content monetization ហើយបន្ទាប់មកយើងចុចកន្លែង submit interest បន្ទាប់ពី submit interest ហើយគឺយើងចូលទៅកាន់ដំបូងហ្នឹងគឺយើង select ទៅអ្នកនរគ្នា select អីក៏បានកន្លែងនេះខ្ញុំ select យក digital creator ហើយទី2នេះគឺខ្ញុំយកទាំង4តែម្ដងដើម្បីរកលុយបានគ្រប់ប្រភេទដូចជា story ឬក៏ reel អីផ្សេងៗហើយសម្រាប់កន្លែង cloud នេះអ្នកនរគ្នាអាចដាក់អីក៏បានដែរហើយនេះគឺខ្ញុំយកមកដាក់ខ្លួនឯងបើសិនអ្នកនរគ្នាចង់បានចាំខ្ញុំដាក់នៅ comment ឲ្យបន្ទាប់មកអ្នកនរគ្នាថយក្រោយតិចមកហើយចាំចូលទៅវិញហើយអ្នកនរគ្នាចុច submit នៅពេលដែលអ្នកនរគ្នា submit ហើយគឺចាំត Facebook invite ឲ្យអ្នកនរគ្នាលេង challenge ដើម្បីទទួលបានការ invite ពី Facebook បើសិនជាអ្នកនរគ្នាអត់ទាន់យល់ឬក៏ឆ្ងល់កន្លែងណាអាច comment សួរនៅខាងក្រោមបានហើយសម្រាប់ Facebook page ក៏យើងធ្វើដូចគ្នាដែរយើងចុចចូល personal dashboard ទៅហើយយើងចុចកន្លែង monetize ចុចកន្លែង content monetization ចុច submit ហើយក៏ដូចជាចុចដូចគ្នាហ្នឹងគឺយើងយក digital creator បន្ទាប់មកយើងយកទាំង4ហ្នឹង real photo text post ហើយមួយ story ហើយកន្លងដែលយើងដាក់អក្សរហ្នឹងគឺដាក់ដូចដែល account personal ដូចគ្នាអញ្ចឹងយើងផ្ញើទៅបន្ទាប់មកកន្លែងនេះយើងថយមួយសិនហើយចាំយើងចូលទៅវិញហើយយើងចុច submit នៅពេលដែលយើងចុច submit ហើយយើងថយមកយើងនឹងស្ថិតក្នុងការរងចាំដែល Facebook នឹង invite យើងនៅខាងមុខនេះ